ថ្ងៃនេះខ្ញុំមាន3សាច់រឿងយកមកចែករំលែកជូនទៅបងប្អូនទាំងអស់គ្នាដែលសាច់រឿងទាំងអស់នេះគឺមានភាពរន្ធត់ហើយនឹងល្អស្ដាប់ខ្ញុំសង្ឃឹមថាសំឡេងរបស់ខ្ញុំអាចនាំបងប្អូនទាំងអស់គ្នាចូលទៅក្នុងទស្សនវិជ្ជានីមួយៗអាចចូលទៅក្នុងព្រឹត្តិការណ៍នីមួយៗដែលធ្វើឲ្យបងប្អូនស្រមៃឃើញនៅទស្សនវិជ្ជាទាំងមូលហើយខ្ញុំចង់ឲ្យបងប្អូនមើលពីកែវភ្នែករបស់ម្ចាស់សាច់រឿងថាបើសិនជាបងប្អូននៅក្នុងស្ថានភាពមួយហ្នឹងនៅក្នុងបរិយាកាសមួយហ្នឹងបងប្អូននឹងធ្វើបែបណាបងប្អូននឹងមានអារម្មណ៍បែបណាបងប្អូននឹងមានដំណោះស្រាយបែបណាតោះឥឡូវយើងចូលដល់សាច់រឿងទី1សាច់រឿងទី1នេះត្រូវបានចែករំលែកដោយបងស្រីម្នាក់ហើយគាត់បានប្រាប់ថាគាត់ចង់ចែករំលែករឿងនឹងខ្លាំងណាស់ពួកគាត់ជួបផ្ទាល់ខ្លួនតែម្ដងហើយគាត់មិនដែលសូម្បីតែម្ដងចែករំលែកជាមួយអ្នកណាសោះហើយកម្មវិធីជាវ័យជាកម្មវិធីមួយគត់ដែលគាត់បានចែករំលែកហើយខ្ញុំសូមធ្វើការដឹងគុណខ្លាំងមែនទែនសម្រាប់ការចែករំលែកសាច់រឿងនេះសាច់រឿងនេះបានកើតឡើងនៅក្នុងឆ្នាំ2020ក្នុងរដូវកាលកូវីដនៅក្នុងខេត្តបាត់ដំបងនៅពេលនោះគឺជាពេលដែលកូវីដផ្ទុះខ្លាំងមែនទែនដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋនៅចាត់តារក្សានៅក្នុងគេហដ្ឋានរៀងខ្លួនមិនអាចចេញមកបានអ្នកធ្វើការគឺត្រូវការធ្វើការតាមអនឡាញហើយសម្រាប់សិស្សានុសិស្សរាប់តាំងពីថ្នាក់តូចរហូតដល់ថ្នាក់សាកលក៏ត្រូវរៀនតាមរយៈអនឡាញដូចគ្នាដែរមិនខុសគ្នាពីគ្រួសារណានោះទេប្អូនស្រីជាមួយនឹងប្អូនរបស់គាត់ម្នាក់ក៏បានស្នាក់នៅក្នុងផ្ទះមួយកន្លែងដែលមិនមែនជាផ្ទះរបស់គាត់ទេអាចជាផ្ទះជួលឬក៏ផ្ទះបងប្អូនគាត់មិនបានបញ្ជាក់តែគាត់គ្រាន់តែប្រាប់ថាមិនមែនជាផ្ទះគាត់ហើយគាត់បានស្នាក់នៅទីនោះពេលនោះប្អូនស្រីដូចអ្នកដទៃដែរគឺគាត់មិនបានទៅធ្វើការនោះទេមានថ្ងៃមួយកំឡុងពេលដែលញ៉ាំបាយថ្ងៃត្រង់ហើយប្អូនរបស់គាត់ត្រូវរៀនអនឡាញនៅក្នុងបន្ទប់មួយជួបជុំគ្នាជាមួយនឹងបងស្រីរបស់គាត់ដែលជាម្ចាស់សាច់រឿងហ្នឹងគាត់នៅលើតុរបស់គាត់ដាក់កាសចាប់ផ្ដើមបើក Zoom ចាប់ផ្ដើមបើកបណ្ដាញសង្គមដែលត្រូវប្រស្រ័យទាក់ទងជាមួយនឹងគ្រូដែលត្រូវរៀនហ្នឹងហើយក៏ចាប់ផ្ដើមដំណើរការរៀនសូត្ររបស់គាត់ទៅម្ចាស់សាច់រឿងនៅពេលហ្នឹងគាត់ថាគាត់មិនមែនជាមនុស្សគេងថ្ងៃទេប៉ុន្តែវាមិនដឹងថាថ្ងៃហ្នឹងវាចម្លែកអីគាត់រៀងល្វើយគាត់គិតថាប្រហែលជាខ្ញុំពុលបាយឯងចឹងគាត់ក៏ឡើងទៅក្រែដែលក្រែនឹងស្ថិតនៅក្រោយខ្នងប្អូនរបស់គាត់ដែលកំពុងអង្គុយរៀនហ្នឹងគាត់ឡើងទៅភ្លាមគាត់ចាប់ផ្ដើមទាញទូរស័ព្ទលេង Facebook លេង Instagram ចុចទៅចុចមកចុះអស់ឡើងមើលពីនេះមើលពីនោះស្រាប់តែមានអារម្មណ៍ថាងងុយគេងខ្លាំងមែនតើភ្នែករបស់គាត់ចាប់ផ្ដើមទប់លែងជាប់ដូចជាមានទម្ងន់នៅតបកភ្នែកនឹងគឺទាមទារឲ្យគាត់បិទមួយទំហឹងតែម្ដងគាត់ព្យាយាមតទល់ជាមួយនឹងតបកភ្នែករបស់គាត់ដោយបន្តចុចទូរស័ព្ទចុចបានតែបន្តិចគាត់ក៏លេចមើលនៅចំហៀងខាងស្ដាំខាងលើហ្នឹងគាត់បានឃើញថាថ្មទូរស័ព្ទអស់បាត់ហើយហ្នឹងអញ្ចឹងគាត់ក៏សម្រេចចិត្តថាបើអស់ថ្មហើយដោតសាកថ្មហើយគាត់បងងុយគេងបន្តិចបញ្ជាក់ស្ថានភាពទាំងមូលគឺគាត់នៅលើក្រែបញ្ជាក់ម្ដងទៀតណាហើយប្អូនរបស់គាត់កំពុងតែរៀនហើយបែរខ្នងមកកាន់គាត់បានដោតទូរស័ព្ទសាកគាត់ក៏ដាក់ក្បាលដេកទៅលើខ្នើយជាអារម្មណ៍មួយដែលមនុស្សងងុយគេងខ្លាំងតែអត់ទាន់គេងទេអញ្ចឹងនៅពេលដែលគាត់ដាក់ក្បាលដល់ខ្នើយគាត់បានបិទភ្នែកគាត់បានបើកភ្នែកវិញរបៀបបិទបើកកាន់តែធ្ងន់ទៅរហូតដល់បិទចិត្តណាជាស្ថានភាពមួយហ្នឹងប៉ុន្តែកលៈទេសៈរបស់គាត់មិនមែនអញ្ចឹងទេគាត់បានដាក់ក្បាលនៅលើខ្នើយហើយភ្នែករបស់គាត់បិទហើយគាត់បានបើកបន្តិចហើយបិទទៅវិញប៉ុន្តែបើកមកម្ដងទៀតនៅពេលដែលគាត់បើកព្រឹមមកម្ដងទៀតនេះភឺក្បាលដល់តើបងប្អូនដឹងថាគាត់ឃើញអីគាត់បានឃើញព្រឺខ្លាំងគាត់បានឃើញមនុស្សស្រីម្នាក់ឈរនៅចុងជើងគាត់តែម្ដងមុខអាក្រក់ខ្លាំងមែនទែនស្លៀកពាក់ឈុតនារីរបាំមុខអាក្រក់ខ្លួនគឺខ្មៅដូចធ្យូងភ្នែកឡើងក្រហមមានឈាមពេញមុខអាក្រក់ខ្លាំងមែនទែនគួរឲ្យខ្លាចខ្លាំងមែនទែនហើយដឹងនារីម្នាក់នឹងធ្វើអីដាក់គាត់ព្រឺក្បាលខ្លាំងណាគឺកំពុងតែញញឹមដាក់គាត់ជាស្នាមញញឹមដែលគួរឲ្យខ្លាចទីបំផុតគាត់ខ្លាចមែនទែនគាត់ចង់ងើបនៅពេលដែលគាត់ឃើញអញ្ចឹងគាត់គ្រាន់តែស្ទុះងើបរបៀបកធាក់ងើបមកកន្ត្រាក់ខ្លួននឹងស្រាប់តែមានដៃមួយចេញពីកន្លែងសាកថ្មទូរស័ព្ទគាត់នេះខ្មៅឡើងក្រឹបមកលូកចាប់ខ្លួនគាត់ចាប់ដៃគាត់ពីចំហៀងខ្លួនមកផ្ទប់នឹងគាត់បានផ្ទប់នឹងក្រែវិញទាញចុះមកវិញតែម្ដងពេលហ្នឹងគាត់ចាប់ផ្ដើមរើអត់រួចដៃដ៏ខ្មៅម្នាក់ហ្នឹងគឺជាដៃមនុស្សប្រុសមុខអាក្រក់ខ្លាំងដូចគ្នាខ្លួនឡើងខ្មៅក្រឹបស្លៀកពាក់បុរាណ
យកដៃមកខ្ទប់មាត់គាត់មកខ្ទប់ច្រមុះគាត់ស្ទើរតែថប់ដង្ហើមគាត់ឃើញហើយឃើញច្បាស់មិនមែនជាស្រមោលមិនមែនជារឿងព្រាលមិនមែននោះទេគឺវាច្បាស់ពេកហេតុអ្វីដឹងទេព្រោះដោយសារតែមុខម្នាក់ប្រុសនឹងជាមួយនឹងមុខគាត់មុខទល់នឹងមុខបើនិយាយពីចម្ងាយមុខនឹងមុខវិញគឺអត់ផុតពីម៉ាំរៀមទេសឹងតែច្រមុះប៉ះជាមួយច្រមុះហើយគឺអោនមកមុខគាត់តែម្ដងដែលគាត់ឃើញច្បាស់គឺភ្នែកក្រហមហើយសិតតែឈាមគាត់ថាគាត់ខ្លាចខ្លាំងណាស់គេមើលមកមុខគាត់ទាំងអារម្មណ៍សប្បាយសើចបង្ហាញស្នាមញញឹមគួរឲ្យខ្លាចជាទីបំផុតគាត់ភ័យខ្លាំងមែនទែនគាត់និយាយមិនចេញកម្រើកមិនកើតគាត់ចាប់ផ្ដើមសូត្រធម៌នៅពេលដែលគាត់ចាប់ផ្ដើមសូត្រធម៌ក្នុងចិត្តនេះនៅពេលដែលគាត់សូត្រធម៌នឹងដឹងតែមានរឿងអីកើតឡើងឯងបងប្អូនអូយសាហាវម្នាក់ប្រុសនឹងបានអោនពីមុខទល់មុខអោនមកគៀកតិចគាត់អូយសាហាវអោនមកគៀកតិចគាត់ហើយខ្សឹបគាត់ថាចេះមិនបាច់សូត្រទេអញអត់ខ្លាចទេពាក្យមួយម៉ាត់នឹងហើយងើបមកវិញមកមុខទល់មុខវិញគាត់ថាចេះអូយគាត់ថាគាត់ផឹងខ្លាំងមែនទែនគាត់ភ័យខ្លាំងស្លុតគាត់ភ័យរហូតដល់ចង់អស់ដង្ហើមព្រោះដៃរបស់គេនឹងមកខ្ទប់ជាមួយច្រមុះមកខ្ទប់ជាមួយនឹងមាត់ពេលនោះគាត់មានអារម្មណ៍ថាជីវិតរបស់គាត់ត្រូវតែប្រចំនៅគ្រានឹងហើយព្រោះដង្ហើមរបស់គាត់ចិត្តផុតហើយគាត់គំរើខ្លួនអត់បានទេចង់ស្រែកហៅប្អូនក៏ស្រែកហៅមិនកើតចង់ធ្វើអ្វីក៏មិនរួចគាត់បានគិតក្នុងចិត្តទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមកគាត់បានគិតថាចេះគាត់សូមរំលឹកគុណប៉ាម៉ាក់អើយគាត់សូមទោសផងគាត់អត់អាចសងគុណអ្នកទាំងពីរបានទេប៉ុន្តែបើសិនជាមានជាតិក្រោយពិតខ្ញុំសូមសងគុណអ្នកទាំងពីរម្ដងទៀតហើយសូមកើតធ្វើជាកូនរបស់ប៉ាម៉ាក់ម្ដងទៀតទឹកភ្នែករបស់គាត់ហូរមិនដាច់ប៉ុន្តែជារឿងអច្ឆរិយៈត្រឹមតែចំណុចនេះវិញ្ញាណទាំងពីរជាវិញ្ញាណមនុស្សស្រីរបាំនិងវិញ្ញាណរបស់មនុស្សប្រុសខ្មោចហ្នឹងស្រាប់តែរលាយបាត់ទៅហើយគាត់ក៏ស្ទុះឡើងមកវិញរួចងាកមកមើលពីជ្រុងម្ខាងនៃប្អូនរបស់គាត់វិញប្អូនរបស់គាត់កំពុងតែរៀននេះគាត់ឮសំឡេងគ្រិកគ្រុកហើយគាត់បែរទៅមើលបងរបស់គាត់គឺឃើញបងរបស់គាត់បែរចំហៀងខ្លួនបែរខ្នងមកកាន់គាត់ណាគាត់ក៏ស្រែកសួរថាបងអត់អីណាអត់កើតអីណាបងរបស់គាត់ក៏មិនឆ្លើយតបអញ្ចឹងគាត់គិតថាអូប្រហែលគេងលក់អីប្រហែលជាហឺប្រាស់ខ្លួនអញ្ចឹងគេងលក់បាត់ហើយអញ្ចឹងគាត់ក៏បែរទៅរៀនវិញបងរបស់គាត់នៅពេលដែលដឹងបែបហ្នឹងក៏មិនហ៊ាននិយាយដែរព្រោះប្អូនរបស់គាត់គឺជាមនុស្សកំពូលអាខ្លាចខ្មោចអញ្ចឹងក្នុងករណីហ្នឹងគាត់មិនហ៊ាននិយាយអ្វីទេប៉ុន្តែមកដល់ខណៈនេះជាសំណួរមួយដែរថាតើគាត់កំពុងតែយល់សមឬក៏ជាការលងបន្លាចពិតប្រាកដប៉ុន្តែអារម្មណ៍របស់គាត់ពិតជាឈឺពិតប្រាកដអារម្មណ៍របស់គាត់ពិតជាថប់ដង្ហើមពិតប្រាកដគាត់បានរត់ចេញមកខាងក្រៅផ្ទះគាត់បានសម្លឹងមើលព្រោះពេលនេះជាពេលថ្ងៃទេមករត់មកកន្លែងវេរ៉ង់ដាខាងក្រៅផ្ទះណាគាត់បានមើលដៃរបស់គាត់ដៃរបស់គាត់គឺមានស្នាមម្រាមអារបៀបសាច់យើងធត់ណាហើយមានស្នាមម្រាមមនុស្សចំមកច្បាក់ដៃយើងចឹងបងប្អូនសាកចាប់ដៃខ្លួនឯងឲ្យខ្លាំងមែនតើណាបងប្អូននឹងឃើញស្នាមម្រាមនៅលើដៃរបស់បងប្អូនហើយដូចគ្នាគាត់ពិតជាមានស្នាមម្រាមមែនកន្លែងដែលគេចាប់ដែលគាត់ទើបតែរួចផុតពីព្រឹត្តិការណ៍ទាំងអស់មិញហ្នឹងគឺសិតតែមានស្នាមម្រាមមនុស្សប្រុសពិតប្រាកដមែនពេលនឹងហើយដែលគាត់ដឹងថាគាត់មិនបានគេងយល់សមនោះទេតែអ្វីដែលគាត់បានជួបប្រទះគឺជារឿងពិតគាត់យំកាន់តែខ្លាំងទៅគាត់បានលើកទូរស័ព្ទទេទៅប៉ាម៉ាក់របស់គាត់បានប្រាប់ទៅពួកគាត់ថាចេះប៉ាម៉ាក់ជួយយកខ្សែអំបោះពីលោកតាឲ្យមកខ្ញុំផងហើយយកមកឥឡូវបានអត់ឥឡូវហ្នឹងហ្មងអត់អាចចាំយប់អត់អាចចាំស្អែកគឺយកមកឥឡូវឲ្យខ្ញុំព្រោះខ្ញុំមានអារម្មណ៍ថាគេកំពុងតែនៅជាមួយខ្ញុំពេលហ្នឹងឪពុកម្ដាយរបស់គាត់បានសួរថាកើតអីកូនណាគេនៅជាមួយកូនឯងមិនវាមានរឿងអីគិតពិតប្រកបកើតអីគាត់បានឆ្លើយតបថាកុំអាសួរអ្វីទាំងអស់ឥឡូវប៉ាឯងនៅណាចាំដល់ផ្ទះបងស្រីនៅពេលដែលទៅដល់ផ្ទះបងស្រីចាំគាត់ប្រាប់ថាមានរឿងអ្វីចំពោះគាត់កើតឡើងចំពោះគាត់ព្រោះបើសិនជាគាត់និយាយនៅពេលកន្លែងនេះនៅទីនេះគាត់ខ្លាចអ្នកផ្សេងឮដែលមិនគួរឲ្យត្រូវឮព្រោះផ្ទះនេះមិនមែនជាផ្ទះរបស់ពួកគាត់ទេអញ្ចឹងហើយយើងអត់ដឹងថាអ្នកណាជាអ្នកណាទេអញ្ចឹងក្នុងករណីហ្នឹងចាំទៅដល់ផ្ទះបងស្រីសិនចាញ់ផុតកុំឲ្យនិយាយទៅពួកអស់នឹងឮនិយាយទៅគឺអញ្ចឹងនៅពេលដែលឮសូរសំឡេងមួយហ្នឹងឪពុករបស់គាត់ហាក់ដូចជាដឹងរឿងដូច្នេះហើយប៉ាម៉ាក់របស់គាត់ហ្នឹងក៏ឯកភាពហើយម្នាក់ក៏តម្រង់ទៅផ្ទះរបស់បងស្រីរបស់គាត់នឹងឯងពេលតែទៅដល់ផ្ទះរបស់បងស្រី
គាត់បានរៀបរាប់ពីដំណើររឿងទាំងអស់ដែលគាត់ទើបតែជួបអំបញ្ញមិញបណ្ដាលថ្ងៃត្រង់តែម្ដងគាត់បានប្រាប់ថាមានខ្មោចពីរយ៉ាងណាចឹងវាមិនមែនវាឡើងជាប្រភេទខ្មោចទេបើតាមខ្ញុំមើលណាវាមិនមែនខ្មោចទៀតទេបញ្ចេញមកវាសាហាវអញ្ចឹងចឹងគាត់ថាអមនុស្សពីរហ្នឹងបានធ្វើអ្វីដាក់គាត់ឡាក់ហើយគាត់បានបង្ហាញពីស្នាមម្រាមដៃដែលអមនុស្សប្រុសហ្នឹងមកចាប់គាត់ឡាក់ហ្នឹងឡាក់ឪពុកគាត់ឃើញបានត្រឹមតែប៉ុណ្្នឹងគឺធ្លាក់ថ្លើមស្ទើរតែដល់ដីហើយពោលទៅកាន់គាត់ថាសុំទោសកូនកំហុសទាំងអស់គឺមកពីគាត់ហេតុអ្វីដោយសារតែគាត់គឺជាគ្រូគាត់អត់ចង់បន្តតំណែងគ្រូមួយនឹងទៅដល់កូនណាម្នាក់នោះទេឲ្យវាចាប់ត្រឹមគាត់នឹងទៅអញ្ចឹងហើយទើបបានគេដឹងថាកូនឯងនេះជាអ្នកចំនួនក្រោយរបស់ប៉ាហើយមិនព្រមស្នងបែបហ្នឹងចឹងហើយវាមិនដឹងថាអមនុស្សហ្នឹងគឺជាអមនុស្សដែលប៉ារបស់គាត់ចិញ្ចឹមឬក៏បែបណាគាត់អត់ដឹងទេឬក៏មានគ្រូណាមកចង់មកសាកឡាក់ហ្នឹងឡាក់ក៏គាត់មិនដឹងដែរដឹងត្រឹមតែថានេះដោយសារតែជាពុករបស់គាត់ដែលគាត់មិនផ្ទេរតំណែងមួយហ្នឹងទៅកាន់កូនណាម្នាក់នោះឡើយគឺឲ្យចាប់ត្រឹមតែគាត់ហ្នឹងចឹងហើយទៅបានប្អូនស្រីបានកើតរឿងបែបហ្នឹងប៉ារបស់គាត់ក្រោយពីនិយាយបែបហ្នឹងហើយគាត់ក៏លួងលោមចិត្តរបស់ឪពុករបស់គាត់ណាថាកុំនិយាយចឹងប៉ាអត់អីទេឡាក់នឹងឡាក់អីចឹងទៅប៉ារបស់គាត់ក៏ចាប់ផ្ដើមចងខ្សែសមាពីលោកតាជាវត្ថុស័ក្តិសិទ្ធិហ្នឹងមកឲ្យគាត់ផុតពីហ្នឹងប៉ារបស់គាត់ក៏បានប្រាប់ថាថ្ងៃស្អែកគាត់នឹងធ្វើខ្សែចង្កេះមួយដើម្បីឲ្យគាត់ពាក់ឲ្យជាប់ដើម្បីការពារខ្លួនក្រោយពីការជួបជុំដឹងសាច់រឿងទាំងអស់នេះហើយនៅក្នុងថ្ងៃនោះខ្ញុំតសើចិត្តអត់ព្រមរត់ទៅផ្ទះខ្លួនឯងអត់ព្រមគេងនៅផ្ទះចែសិនឬក៏គេងនៅផ្ទះបងស្រីសិនអត់ទេគឺមកផ្ទះនឹងដដែលមិនដឹងថាហេតុអ្វីមិនដឹងថាគាត់កំពុងគិតអីទេពេលនោះតែគាត់ប្រាប់ថាថ្ងៃនោះគឺជាថ្ងៃដែលគាត់មានអារម្មណ៍ថារន្ធត់ជាងគេរហូតដល់ថាចេះឡើងចដើក៏ភ័យមុជទឹកក៏ភ័យញ៉ាំបាយក៏ភ័យគេងក៏ភ័យរហូតដល់ពេលគេងគឺគាត់យកខ្នងរបស់គាត់ទៅជាប់ជាមួយនឹងជាងតែម្ដងពេលដែលគាត់គេងខ្នងជាប់នឹងជាងហ្នឹងបងប្អូនដឹងថាមានរឿងអីកើតឡើងឯងសំលេងអមនុស្សស្រីដែលស្លៀកពាក់របាំហ្នឹងបានមកសើចដាក់តិចរបស់គាត់សើចគឺរបៀបថាសើចសប្បាយសើចចំអល់អូគ្រាន់តែសម័យនឹងកំភឺក៏បានដែរគឺបែបហ្នឹងសួរតែគាត់ភ័យអត់គាត់ថាគាត់ភ័យគាត់ខ្លាចមែនទែនប៉ុន្តែឪពុករបស់គាត់បានផ្ដាំគាត់ថាចេះទោះមានរឿងអីក៏ដោយតាំងចិត្តឲ្យស្ងប់កុំខ្លាចព្រោះវាព្យាយាមបន្លាចយើងឲ្យយើងខ្លាចតែកូនឯងត្រូវតែរឹងប៉ឹងត្រូវតែប្រមូលអារម្មណ៍កុំខ្លាចឲ្យសោះគាត់បានយកសម្ដីទាំងអស់នឹងមកដាក់នៅក្នុងចិត្តហើយគាត់ពិតជាព្យាយាមពង្រឹងអារម្មណ៍របស់គាត់ហើយគាត់ព្យាយាមរំងាប់ទោះសើចដាក់តិចពីឆ្វេងមកស្ដាំបែបណាក៏ដោយគឺគាត់ព្យាយាមសម្រួលអារម្មណ៍រហូតដល់គេងលក់ស្អែកព្រឹកឡើងប៉ារបស់គាត់ក៏ស្ទុះស្ទាយកខ្សែចងចង្កេះនិងខ្សែកស័ក្តិសិទ្ធិមួយមកឲ្យគាត់ចាប់ពីពេលនោះហើយពីពេលនោះមកម្ចាស់សាច់រឿងបានខ្លាចទៅជាមនុស្សមួយថ្មីទៀតដែលគាត់អាចមានរិទ្ធក្នុងការសុបិនឃើញរឿងរ៉ាវនៅក្នុងថ្ងៃស្អែកមានន័យថានៅពេលដែលគាត់គេងយប់ឡើងគាត់ឃើញទស្សនវិជ្ជាសាច់រឿងទាំងអស់នៅថ្ងៃស្អែកត្រូវជួបអីគេខ្លះត្រូវអីគេខ្លះហើយថ្ងៃស្អែកឡើងវាដូចមែនតើបងអង់គ្លេសគេហៅថា déjà vu ណាតែនេះគឺជាសុបិនដែលកើតឡើងចំពោះគាត់រឿយប្រាប់ពីហេតុប្រាប់ពីព្រឹត្តិការណ៍នានាដែលអាចកើតឡើងក្នុងពេលដ៏ខ្លីនេះគឺជាភាពអច្ឆរិយៈហើយនេះគឺជាអំណោយរបស់គាត់រាប់ចាប់ពីថ្ងៃកើតហេតុនោះមកប៉ុន្តែគាត់ក៏ចាប់អារម្មណ៍ដែរថាគាត់មិនដែលហ៊ានដកបន្តោងមួយនោះចេញពីខ្លួនទេគ្រប់ពេលដែលគាត់ពាក់បន្តោងហ្នឹងគឺគាត់មានអារម្មណ៍ថាដូចមានគេការពារគាត់នៅគៀកគាត់រហូតមិនមានអ្នកណាម្នាក់អាចប៉ះពារគាត់បានទេតែនៅពេលដែលគាត់សាកល្បងដកខ្សែកឬក៏ដកបន្តោងហ្នឹងចេញពីខ្លួនគាត់គ្រាន់តែដកភ្លាមមានសំឡេងអាក្រក់ចាប់ផ្ដើមបង្កើតឡើងចាប់ផ្ដើមព័ទ្ធជុំវិញខ្លួនគាត់ចាប់ផ្ដើមបង្កសំឡេងនានាចូលមកដល់ក្នុងតិចរបស់គាត់មិនដែលខាននោះឡើយអារបៀបថាបងប្អូនទាំងអស់គ្នាកំពុងតែស្ដាប់នៅកម្មវិធីជាវ័យពាក់កាសអញ្ចឹងឥឡូវបងប្អូនទាំងអស់គ្នាសាកដកកាសគឺអត់មានឮសលេងខ្ញុំទេពាក់កាសវិញគឺឮសលេងខ្ញុំគឺដូចគ្នាអញ្ចឹងដូចគ្នានឹងទស្សនវិជ្ជាដែលគាត់ដកខ្សែកពាក់ខ្សែកដកខ្សែកពាក់ខ្សែកគឺដូចគ្នាបែបនឹងឯងរឿងហេតុទាំងមូលនេះហើយដែលគាត់ជឿជាក់ថានៅលើโลกនេះពិតជាមានអមនុស្សពិតប្រាកដមែនគាត់បានប្រាប់ថានៅលើโลกនេះបើមនុស្សអាចរស់នៅបានរឿងអ្វីអមនុស្សមិនអាចរស់នៅបានបើមិនជឿសូមកុំប្រមាថឲ្យសោះហើយគាត់បានផ្ដាំផ្ញើជាពាក្យចុងក្រោយថាសូមបងប្អូនទាំងអស់គ្នាមេត្តាដឹងគុណឪពុកម្ដាយរបស់យើងព្រោះគាត់
គឺជាព្រះរស់នៅក្នុងផ្ទះដែលមានឫទ្ធិអំណាចខ្លាំងជាងព្រះណានាទាំងអស់អរគុណមែនទែនសម្រាប់សាច់រឿងមួយនេះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាសាច់រឿងមួយនេះអាចបំរើជូនអារម្មណ៍ទៅបងប្អូនទាំងអស់គ្នាបានហើយសម្រាប់ខ្ញុំវាពិតជាសាហាវមែនទែនបងប្អូនឃើញស្ដែងណាឃើញស្ដែងនឹងមុខអាក្រក់ចេញឈាមអូយស្ត្រីរបាំបើខ្ញុំទីអត់ខុសទេគឺស្ត្រីរបាំហ្នឹងគឺអំបូរថ្នាក់ព្រាយរបាំហ្នឹងឯងហើយមនុស្សប្រុសមួយទៀតហ្នឹងអាចជាបរិវារដែលមានឫទ្ធិដែរព្រោះបើតាមខ្ញុំដឹងណាពីអ្នកខ្លាំងនីមួយបើសិនជាមនុស្សមួយហ្នឹងអាចមកប៉ះពាយើងបានហើយមុខកាន់តែអាក្រក់កាន់តែមានឫទ្ធិខ្លាំងព្រោះនៅពេលដែលគេមានឫទ្ធិហ្នឹងវាបង្កឲ្យខ្លួនប្រាណរបស់គេបង្កឲ្យភាពសាហាវរបស់គេបានបង្ហាញនៅលើរូបរាងទាំងមូលតែម្ដងតែបើម្នាក់នឹងមានបនវិញគឺអត់អាចឲ្យឃើញតបៅឲ្យមានមុខអាក្រក់ឲ្យអីទេវាទៅជាមនុស្សស្អាតស្រីស្អាតឬក៏ប្រុសស្អាតតែម្ដងខ្លួនសអញ្ចឹងទៅអញ្ចឹងនេះគឺជាភាពខុសគ្នាច្បាស់លាស់មែនទែនកាត់ផ្ដាច់មែនទែនរវាងភាពសហើយនិងភាពខ្មៅសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តជាមួយនឹងខ្សែរឿងមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាបានជួបប្រទះរឿងរ៉ាវប្លែកៗនៅក្នុងរដូវកាល COVID ក៏អាចចែករំលែកមកកាន់កម្មវិធីជាអ្វីតាមរយៈ Facebook Page កម្មវិធីជាអ្វីបានដែរមកយើងចូលដល់សាច់រឿងទី2របស់យើងដែលសាច់រឿងមួយនេះទាំងពីរសាច់រឿងកើតឡើងនៅក្នុងខេត្តតាកែវជាសាច់រឿងដែលចែករំលែកឲ្យដោយប្អូនប្រុសម្នាក់ដែលជា fan របស់កម្មវិធីជាអ្វីគាត់មិនគួរនិយាយថាម៉េចទៅគាត់មិនចង់ចែករំលែកសាច់រឿងមួយហ្នឹងណាគាត់ពិចារណាគាត់វាយដាច់រហូតដល់ខ្ញុំសួរថាមិនដែរប្អូនមិនហើយសាច់រឿងព្រោះខ្ញុំចាំសាច់រឿងមួយហ្នឹងខ្ញុំចង់ដឹងភាគបន្តតើមានរឿងអីកើតឡើងគាត់ថាគាត់ស្ទាក់ស្ទើរខ្លាំងណាស់គាត់ពុំពិចារណាឲ្យតែគាត់រៀបនិយាយរឿងហ្នឹងមកឲ្យខ្ញុំស្ដាប់គឺតែងតែមានរឿងរ៉ាវប្លែកៗមកកើតឡើងចំពោះគាត់ឬក៏ផ្អាកតនាគាត់ក្នុងការនិយាយហើយគាត់តែងតែពិចារណាថាតើបើគាត់និយាយទៅនឹងអាចប៉ះពាល់ដល់ក្រុមគ្រួសារគាត់អត់តើអាចប៉ះពាល់ដល់អ្នកដទៃដែលនៅគៀកនឹងអត់តើប៉ះពាល់ដល់គ្រួសារដែលជនរងគ្រោះអត់តើវារបៀបម៉េចឲ្យពិតប្រាកដគាត់ស្ទាក់ស្ទើររហូតដល់គាត់ដាច់ចិត្តនិយាយសាច់រឿងទាំងអស់មកប្រាប់ខ្ញុំហើយគាត់បានចែករំលែកចំនួន2សាច់រឿងមកកាន់ខ្ញុំដែលសាច់រឿងទាំងពីរនេះគឺកើតហេតុនៅទីតាំងតែមួយដូចគ្នាពោលគឺ1កើតឡើងចំពោះនាយកសាលា2កើតឡើងចំពោះឪពុករបស់គាត់ចង់ដឹងថាតើមានរឿងអ្វីកើតឡើងតោះយើងចូលទៅដល់ព្រឹត្តិការណ៍ទាំងមូលទាំងអស់គ្នាបញ្ជាក់ផងដែរថាសប្តាហ៍ថ្ងៃនេះប្អូនប្រុសបានរើលំនៅឋានមកកាន់ទីក្រុងភ្នំពេញហើយអាចមកធ្វើការនិងរៀនបន្តតែគាត់គឺជាអ្នកខេត្តតាកែវគ្រួសាររបស់គាត់គឺមានប៉ានិងម្ដាយទី2របស់គាត់ប៉ារបស់គាត់គឺជាគ្រូបង្រៀនថ្នាក់ទី6ហើយម្ដាយបន្ទាប់របស់គាត់ហ្នឹងគឺជាអ្នកលក់លតឆាមីឆាបាយឆានៅក្នុងសាលាបឋមសិក្សាមួយនឹងឯងអញ្ចឹងបបកទៅការគាត់រស់នៅតាកែវវិញការឪពុករបស់គាត់នៅមានបជនតើសកម្មភាពរបស់គាត់រាល់ថ្ងៃហ្នឹងគាត់ត្រូវធ្វើអីគេខ្លះភារកិច្ចរបស់គាត់ជាប្រចាំរាល់ព្រឹកមុនថ្ងៃរះគាត់ត្រូវទៅផ្សារដើម្បីទិញទំនិញគ្រឿងទេសរូបធាតុផ្សំដូចជាបន្លែដូចជាសាច់ដូចជាកំប៉ុងហ្គាសជាដើមសម្រាប់ឲ្យម្ដាយបន្ទាប់របស់គាត់ហ្នឹងលក់ជាផលិតផលសម្រាប់ជាបាយឆាមីឆាលតឆាអីហ្នឹងនៅក្នុងសាលាហ្នឹងឯងតែបើសិនជាក្នុងពេលដែលគាត់ខកខានដូចគេងជ្រុលដោយសារតែវ័យក្មេងអញ្ចឹងណាអញ្ចឹងភារកិច្ចទាំងអស់នឹងធ្លាក់ទៅលើឪពុករបស់គាត់ឲ្យតែឃើញគាត់គេងជ្រុលគឺគាត់អត់ដែលដាស់កូនគាត់ទេគឺគាត់ទៅទិញខ្លួនឯងនឹងឯងមានថ្ងៃមួយគាត់បានគេងជ្រុលដូចសពដងដែរឪពុករបស់គាត់ក៏បំពេញភារកិច្ចដូចសពដងដូចគ្នាក្រោយពីប៉ារបស់គាត់ហ្នឹងឪពុករបស់គាត់ហ្នឹងបានទិញទំនិញអូនិយាយឡប់ឡែនេះតាំងសាច់រឿងទី1ឪពុកផងប៉ាផងសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមតន់ហើយមិនប្រកាន់អញ្ចឹងបើក្នុងករណីដែលខ្ញុំនិយាយឡប់លិនពេញហ្នឹងសូមអធិស្ឋានផងណាបងប្អូនណាតបមកសាច់រឿងយើងវិញចឹងមានថ្ងៃមួយហ្នឹងក្រោយពីប៉ារបស់គាត់បានរៀបចំអីវ៉ាន់រួចរាល់ហើយទិញទំនិញរួចរាល់ហើយគាត់ក៏ត្រឡប់មកផ្ទះវិញពេលដែលប៉ារបស់គាត់បានមកដល់ម្ចាស់សាច់រឿងក៏បានក្រោកពីគេងល្មមប៉ារបស់គាត់ឃើញម្ចាស់សាច់រឿងក្រោកពីគេងអញ្ចឹងក៏ដើរតម្រង់ទៅម្ចាស់សាច់រឿងហើយប្រាប់ថាចេះណែកូនប៉ាឃើញខ្មោចនៅដើមឈើក្នុងសាលាម្ចាស់សាច់រឿងគាត់នៅក្មេងហើយគាត់ក៏ជាអ្នកខ្លាចខ្មោចដែរគាត់ខ្លាចខ្មោចតែគាត់ចង់ដឹងទេអាខ្មោចហ្នឹងវារៀងម៉េចមុខម៉េចមើលខ្លាំងប៉ុណ្ណាឮតែគេនិយាយចង់ឃើញខ្លួនឯងដល់ហើយបំណាច់ថាចង់ឃើញបែបហ្នឹងគាត់ក៏ប្រាប់ប៉ាគាត់ថាអញ្ចឹងមែនអត់ប៉ាឃើញមែនអត់ឪពុកគាត់ក៏ឆ្លើយថាមែនក៏ហកខ្លួនឯងទៅអីគាត់ក៏ថាអញ្ចឹងប៉ាថ្ងៃក្រោយពេលទៅចាំហៅខ្ញុំទៅផងខ្ញុំចង់ទៅឃើញ
ប៉ាគាត់ក៏ថាច្បាស់អត់ហ្នឹងចង់ឃើញមែនទេគាត់ក៏ថាចង់ឃើញប៉ាគាត់ក៏ងក់ក្បាលថាអូខេដងក្រោយចាំប៉ានាំខ្លួនឯងទៅហើយចាំប៉ានាំខ្លួនឯងទៅមើលរំលងបានប្រហែលថ្ងៃគាត់ក៏គេងជ្រុលម្ដងទៀតក្រោយពីប៉ាគាត់បានបំពេញភារកិច្ចជំនួសគាត់ហើយទៅទិញបន្លែប្លុកទៅទិញហ្គាសទៅទិញរូបធាតុផ្សំអស់ហើយដើរមកដល់ផ្ទះវិញក៏ដាស់គាត់កូនចង់ឃើញខ្មោចទេឥឡូវប៉ានាំខ្លួនឯងទៅមើលខនទៅលឺពាក្យថាចង់ឃើញខ្មោចប៉ានាំខ្លួនឯងទៅមើលហ្នឹងគឺគាត់ស្វាងចាស់ហ្មងគាត់ស្ទុះស្ទារូតរះទៅពាក់កៅអៅអីហើយមកស្អាតហ្មងគឺបញ្ញាប់រួចរាន់ឲ្យតន់អាដង្ហើមខ្មោចហ្នឹងប៉ារបស់គាត់ជាមួយនឹងគាត់ក្រោយពីរៀបចំខ្លួនហើយក៏ដើរចេញពីផ្ទះល្ងឹតអត់ទាន់មានពន្លឺព្រះអាទិត្យនោះទេគឺគាត់ដើរតម្រង់ទៅដើមឈើមួយដើមនៅក្នុងសាលាពួកគាត់ដើរយឺតស្ងាត់ស្ងៀមជាទីបំផុតហើយលួចមើលដើមឈើហ្នឹងពីចម្ងាយពីគុម្ពព្រៃអ្វីដែលគាត់ឃើញគឺគាត់ឃើញភ្នែកច្បាស់ហ្មងគាត់ថាគាត់ឃើញច្បាស់ដូចថ្ងៃបងអត់មានពន្លឺថ្ងៃទេតែវាមិនដឹងថាហេតុអីបានឃើញច្បាស់អញ្ចឹងណាគាត់ថាអញ្ចឹងគាត់បានឃើញមនុស្សស្រីម្នាក់មុខអាក្រក់ខ្លាំងមែនទែនកំពុងតែអង្គុយនៅលើមែកឈើហាក់ដូចជាអត់ដឹងថាពួកគាត់កំពុងតែសម្លឹងមើលទេអង្គុយបណ្ដើរយល់ជើងបណ្ដើរមើលទៅត្រង់មើលទៅបរិយាកាសជុំវិញឡាក់ប៉ារបស់គាត់នៅពេលដែលឃើញហ្នឹងប៉ារបស់គាត់បានប្រាប់ថាចេះខ្លួនឯងឃើញទេបែរខ្លួនឯងឃើញម្នាក់ស្រីហ្នឹងអត់គាត់ថាឃើញតែប៉ាស្អីគេហ្នឹងមនុស្សហ៎ប៉ារបស់គាត់ថាមិនមែនមនុស្សទេនឹងគឺជាព្រាយគ្រាន់តែឮបែបនេះគាត់ក៏ផ្លាត់សម្លេងអារបៀបហាព្រាយអាផ្លាត់សម្លេងមួយហ្នឹងឯងម្នាក់ស្រីនឹងដឹងព្រាយមួយហ្នឹងបានដឹងថាមនុស្សកំពុងតែមើលក៏បែរមុខឈឹបអារបៀបមិនមែនបែរយឺតទេណាគឺបែរមកឈឹបតែម្ដងលឿនវាលឿនពេកវាផ្លាស់ប្ដូរលឿនពេកដែលមនុស្សអាចធ្វើបានណាគឺលឿនមែនទែនបែរមកកាន់សម្លេងមកពួកគាត់ហ្នឹងអ្វីដែលគាត់ឃើញណាមិនមែនត្រឹមតែមុខអាក្រក់ទេគឺភ្នែកវិញគឺធំខ្លាំងមែនទែនភ្នែកឡើងក្រហមឆ្អៅឆេះតែម្ដងឃើញតែប៉ុណ្្នឹងព្រាយមួយនឹងក៏រលាយបាត់ខ្លួនទៅរាប់ពីថ្ងៃដែលគាត់បានឃើញហ្នឹងគាត់បានធ្លាក់ខ្លួនឈឺរហូតដល់7 សប្តាហ៍ស្រោចទឹកអស់ច្រើនដងមែនទែនទើបបានធូរស្បើយនេះគឺជាសាច់រឿងទី1តោះយើងចូលដល់សាច់រឿងមួយទៀតដែលវាមានភាពបតិបទិនគ្នាបែបណាក៏ខ្ញុំមិនដឹងប៉ុន្តែអ្វីដែលខ្ញុំយល់ដែលបានកើតឡើងនៅក្នុងសាច់រឿងទី2នេះវាគឺជាករណីពីរផ្សេងគ្នាតែម្ដងដែលមិនតេតិនគ្នាទេកើតឡើងនៅក្នុងទីតាំងដដែលចូលដល់សាច់រឿងទី1ជាសាច់រឿងដែលកើតឡើងចំពោះនាយកសាលាតែជាសាច់រឿងដ៏ខ្លីមែនទែនគាត់ថាសាលាដែលគាត់រៀនហ្នឹងមិនមែនពីដើមឡើយមិនមែនជាសាលាទេគឺជាមន្ទីរពេទ្យចាស់ដែលគេបំលែងមន្ទីរពេទ្យមួយហ្នឹងឲ្យក្លាយទៅជាសាលាពាក្យថាមន្ទីរពេទ្យចាស់មានន័យថាសល់តាំងពីមុនរបបបល័យពូជសាសន៍ខ្មែរក្រហមមកម្លេះអញ្ចឹងរហូតដល់របបបល័យពូជសាសន៍ខ្មែរក្រហមបងប្អូនអាចសម័យឃើញហើយថាតើមន្ទីរពេទ្យហ្នឹងមានបុគ្គលប្រមាណអ្នកដែលត្រូវបានអស់បុណ្យផុតនៅទីកន្លែងហ្នឹងបញ្ជាក់ផងដែរថានៅក្នុងសាលាមួយហ្នឹងមកដល់ពេលសាច់រឿងមួយនេះបញ្ជាក់ផងដែរថាសាលាមួយហ្នឹងគឺមានដើមជ្រៃធំចំនួន2ដោយហេតុថាលោកគ្រូនាយកបានឮថាដើមជ្រៃហ្នឹងអត់ល្អទេរបៀបថាគាត់ជិះទៅញ៉ាំកាហ្វេញ៉ាំតែអញ្ចឹងនៅតុកាហ្វេចាស់តុកាហ្វេចិនអញ្ចឹងណាប្រុកប្រាជ្ញគ្នាអញ្ចឹងទៅក៏គេលន់មាត់គេដឹងថាគាត់នាយកសាលារបៀបថាឃើញមានដើមជ្រៃនៅក្នុងសាលាណាដើមឈើហ្នឹងវាអត់ល្អអញ្ចឹងទៅគាត់បានទទួលពាក្យនឹងទុកហើយគាត់ក៏គិតថាដើមជ្រៃហ្នឹងសង្ស័យតែមានស្អីមែនអញ្ចឹងហើយគាត់ក៏សម្រេចចិត្តកាប់ដើមជ្រៃចោលដោយជំនួសដោយដើមអំពិលទឹកវិញតែហេតុការចម្លែកគឺនៅត្រង់នេះក្រោយកាប់ដើមឈើនឹងហើយគាត់បានប្រមូលដើមឈើទាំងអស់ហ្នឹងមិនមែនទៅប្រគេនលោកក៏មិនមែនបោះចោលទឹកគឺយកដុតចោលនៅកន្លែងភ្លាមតែម្ដងចម្លែកត្រង់ផ្កាភ្លើងដែលឆេះជាចំហេះចេញពីដើមជ្រៃហ្នឹងជាធម្មតានៅពេលដែលបងប្អូនប្រកាត់អុសឬក៏ដុតឈើវាតែងតែមានគេហៅថាផ្កាភ្លើងព្រាកចេញពីអណ្ដាតភ្លើងមកឲ្យត្រូវបងប្អូនរៀងមូលហើយជាធម្មតាផ្កាភ្លើងឬក៏ព្រាកចេញពីភ្លើងហ្នឹងវាហោះវាជាកំតិចភ្លើងហ្នឹងវាមិនអាចហោះផុតពី5 ម៉ែត្របានទេវាហោះផុតតែភ្លើងបន្តិចវាលុតទៅហើយវាហោះផុតពីភ្លើងបន្តិចវាត្រូវបាត់ខ្លួនហើយត្រូវបងប្អូនវាយអស់ហើយកពស់បើអាចហោះខ្ពស់ក៏អាចប្រហែលជា5 ម៉ែត្រអីដែរតែនៅពេលដែលដុតដើមឈើមួយហ្នឹងផ្កាភ្លើងដែលហោះអណ្ដែតឡើងទៅលើជាកំតិចជំរាកភ្លើងទូចមូលហ្នឹងហោះរហូតដល់ប្រហែលជា20 ម៉ែត្រឃើញនៅតែច្បាស់20 ម៉ែត្រទើបរលត់
តែក៏មិនមែនរលត់ម្ដងតែម្ដងដែរទៅដល់លើប្រហែល20ម៉ែត្ររលត់ឈឹបវាអត់មានការប្រែប្រួលពណ៌ធម្មតានៅពេលយើងដុតយើងដឹងហើយនៅពេលដែលដុតទៅវាហោះទៅវាមិនរលត់ឈឹបទេវាខ្សោយកម្លាំងម្ដងតិចទៅមករលត់តែនេះទៅដល់លើច្បាស់តែង20ម៉ែត្ររលត់ក្រឹបរំលងបានប៉ុន្មានថ្ងៃក្រោយពីការដុតដើមឈើក្រោយពីការកាប់បំផ្លាញដើមឈើមួយហ្នឹងលោកគ្រូនាយកក៏បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតមនុស្សទាំងអស់ទាំងកូនសិស្សទាំងលោកគ្រូអ្នកគ្រូទាំងអ្នកចិត្តខាងទាំងអ្នកភូមិឆ្ងល់មែនតើថាហេតុអ្វីទើបបានលោកគ្រូនាយកជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតទាំងគាត់គឺជាមនុស្សដែលប្រយ័ត្នជាទីបំផុតហើយគេទទួលស្គាល់ឲ្យមេដៃហ្មងថាគាត់គឺជាមនុស្សអាកំពូលប្រយ័ត្នហេតុអ្វីទើបមិនអាចជួបគ្រោះថ្នាក់ចរាចរណ៍បែបហ្នឹងអញ្ចឹងនេះគឺជាផ្នែកទី1នៃសាច់រឿងទី2ដែលគាត់បានចែករំលែកបងប្អូនយល់យ៉ាងណាដែរត្រង់ចំណុចនេះវាសម្រាប់ខ្ញុំវាចម្លែកដែរត្រង់ថាគ្រាប់ភ្លើងហ្នឹងណាដែលកំទេចកំទីភ្លើងហ្នឹងហោះដល់20ម៉ែត្រទើបបានរលត់បាត់វាជារឿងដ៏ចម្លែកមួយដែរតែខ្ញុំក៏មិនមែនជាម្នាក់ដែលធ្លាប់ដុតឈើដុតព្រៃអីដែរអញ្ចឹងក្នុងករណីហ្នឹងខ្ញុំក៏អត់ដឹងដែរថាវាអាចទៅរួចឬមិនទៅរួចបើសិនជាបងប្អូនណាដែលគាត់នៅឯតាមបណ្ដាខេត្តឬក៏នៅទីក្រុងក្តីដែលគាត់ធ្លាប់កាប់ដើមឈើធំហើយធ្លាប់ដុតដោយអាគីតើអាចទេក្នុងករណីដែលអណ្ដាតភ្លើងឆាបឆេះដែលបង្កើតចេញជាគ្រាប់ភ្លើងដែលបង្កើតចេញជាកំទេចភ្លើងនឹងអាចហោះខ្ពស់រហូតដល់20ម៉ែត្រតើអាចដែរឬទេតែបញ្ជាក់ផងដែរថាដើមឈើតាក់ទិនជាមួយនឹងដើមជ្រៃអាហ្នឹងបងប្អូនដឹងហើយណាដែលឮដែរព្រាយដើមជ្រៃអីដែលឮដែរដើមឈើមានច្រើនប្រភេទមែនតើដែលមនុស្សអាចនៅបានបញ្ជាក់ខ្ញុំមិនមែនជាអ្នកជំនាញទេនេះគ្រាន់តែជាអ្វីដែលខ្ញុំដឹងអញ្ចឹងក្នុងករណីនោះដើមឈើមានច្រើនប្រភេទមែនតើហើយដើមជ្រៃនេះក៏ជាពូជមួយដែលមនុស្សចូលចិត្តនៅដែរព្រោះទិដ្ឋភាពរបស់ដើមជ្រៃវាអំណោយផលតែម្ដងវាមិនមែនត្រឹមតែខ្ពស់ហើយវាដោះមែកច្រើនរហូតដល់សុខទ្រព្យទេតែវាមានរំយោលដែលអំណោយផលហ្មងបើសិនជាបងប្អូនបានទៅដល់សាលា IFL អីឃើញដើមជ្រៃនៅក្នុងសាលាបងប្អូនឃើញអាសក់របស់ដើមជ្រៃនឹងធ្លាក់មកសាកបាញ់ភ្លើងឲ្យទៅត្រូវ angle ឲ្យត្រូវមុំបងប្អូនខ្ញុំហ៊ានធានាហ្មងញាក់សាច់បាច់មានមិនមានខ្ញុំមិនដឹងទេគ្រាន់តែបាញ់ភ្លើងត្រូវនឹងវាញាក់សាច់បាត់ទៅហើយរហូតដល់ដើមអំពិលទឹកទៀតដើមអំពិលទឹកមានករណីច្រើនណាស់មានដើមច្រើនមែនតើគាត់អាចជ្រើសរើសបានតែខ្ញុំឆ្ងល់ថាហេតុអីបណ្ដាំដើមអំពិលទឹកប្រហែលជាធំមែកធំដែលគាត់គិតថាផ្ដល់មលុបល្អតែអំពិលទឹកបងប្អូនអំពិលទឹកក៏មានករណីច្រើនដែរហើយសាច់រឿងដែលតាក់ទិនជាមួយនឹងដើមអំពិលទឹកនេះក៏ខ្ញុំបានលើកមកនិយាយត្រួសមួយចំនួនផងដែរអញ្ចឹងវាអាចក្នុងករណីដែលគាត់ទៅកាប់ផ្ទះគេដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតទោះជាយ៉ាងណាក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់គាត់ទៅដល់សុគតិភពឲ្យរួចចាកពីអវាទរបស់ព្រាយឬក៏ខ្មោចបើសិនជាពួកនឹងពិតជាធ្វើកលគាត់រហូតដល់បាត់បង់ជីវិតមែនយើងចូលដល់សាច់រឿងចំណែកទី2នៃសាច់រឿងទី2របស់គាត់តើវាមានសភាពជាប់គ្នាដែរឬទេឬក៏វាមានភាពតាក់ទិនដែរឬទេខ្ញុំនឹងបង្ហាញពីមតិរបស់ខ្ញុំនៅក្រោយរឿងចូលដល់សាច់រឿងទី2ប៉ារបស់គាត់គឺជាបុគ្គលដែលមានជំងឺប្រចាំកាយដែលគេហៅថាទាកទឹកណាបងប្អូនពោះប៉ោងស្គល់អីចឹងទៅគាត់ធ្លាប់ព្យាបាលម្ដងហើយតែក្រោយមកគាត់ក៏កើតម្ដងទៀតគួរតែនិយាយថាគាត់លាប់ជំងឺហ្នឹងឲ្យកើតម្ដងទៀតក្រោយពីការលាប់ហើយគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាដងនេះការលាប់នេះมันអាចព្យាបាលជានោះទេអញ្ចឹងគាត់ត្រូវតែរងទុក្ខវេទនាជាមួយនឹងជំងឺហ្នឹងគាត់ត្រូវចំណាយពេលដែលរស់រានមានជីវិតហ្នឹងដែលសល់ដង្ហើមហ្នឹងឲ្យមានន័យជាទីបំផុតប៉ារបស់គាត់គឺស្ថិតនៅក្នុងស្ថានភាពមួយហ្នឹងរស់រហូតដល់គាត់អស់បុណ្យស្ថានភាពផ្ទះរបស់គាត់គឺផ្ទះរបស់គាត់នៅក្នុងសាលានៅក្នុងលបងសាលាតែម្ដងមិនមែននៅក្រៅលបងសាលាទេគឺនៅក្នុងរបៀបបងប្អូនដែលកើតជំនាន់9ឬក៏ជំនាន់8បងប្អូនដឹងហើយថាផ្ទះគ្រូមួយចំនួនគាត់បានថារបៀបសង់បន្ទប់នៅក្នុងបរិវេណសាលាតែម្ដងអញ្ចឹងផ្ទះរបស់គាត់គឺមានស្ថានភាពបែបហ្នឹងឯងផ្ទះរបស់គាត់គឺមានបដ ாய் ប្រហែលជា4ម៉ែត្រហើយទទឹង5ម៉ែត្រដែលមានបន្ទប់ទឹកនៅខាងក្រោយផ្ទះនៅក្នុងផ្ទះមិនមានបន្ទប់ទឹកនោះឡើយហើយនៅខាងក្រៅផ្ទះរបស់គាត់គឺមានដើមព្រីងធំចំនួន2ដើមបើសិនជាយើងបកក្រោយបន្តិចសួរថាតើហេតុអីមិនគាត់កើតគេទាកទឹកដោយសារតែប៉ារបស់គាត់ចូលចិត្តញ៉ាំគ្រឿងស្រវឹងគេហៅថាញៀនគ្រឿងស្រវឹងអញ្ចឹងដែលបង្កឲ្យមានអាការៈបែបហ្នឹងឯងតែកាលជំនាន់ហ្នឹងវាមិនមែនជាប៊ីយ៉ាដែលស្តង់ដារទេតែវាជារបៀបថាស្រាថ្នាំស្រាអីចឹងណាដែលត្រាំអីចឹងណាគឺរបៀបអញ្ចឹងឯងដែលបង្កឲ្យគាត់កើតជំងឺមួយហ្នឹង
ស្ថានភាពរបស់ឪពុករបស់គាត់គឺពិបាកដើរខ្លាំងមែនទែនដើរទៅពីងពើងអញ្ចឹងណាអញ្ចឹងក្នុងករណីហ្នឹងគាត់ធ្វើដំណើរមិនងាយស្រួលនោះទេគាត់ត្រូវការជំនួយពីឈើច្រត់ដោយសារតែគាត់មានជំងឺហើយជំងឺរបស់គាត់កាន់តែធ្វើទុកខ្លាំងទៅគាត់មិនអាចចេញទៅណាបានឆ្ងាយនោះទេតែគាត់ជាទម្លាប់គឺឧស្សាហ៍អង្គុយនៅមុខផ្ទះមែនតើគឺគាត់អង្គុយចំណាយពេលវេលាមើលគេមើលឯងកូនសិស្សហត់នៅក្នុងសាលាហ្នឹងហើយមើលចាបមើលបាក់សីមើលអីចឹងទៅមើលមេឃមើលផ្កាយមើលរុក្ខជាតិអីចឹងទៅគឺគាត់ចំណាយពេលបែបហ្នឹងឯងអ្វីត្បិតថាឪពុករបស់គាត់មានជំងឺមួយហ្នឹងក៏ដោយគាត់នៅតែបន្តពិសាស្រានៅក្នុងផ្ទះរបស់គាត់គឺអត់មានអ្នកណាម្នាក់ត្រឡប់ក្នុងការអុជធូបឬក៏សែនព្រេននោះទេមិនមានជំនាញផ្ទះក៏មិនមានប្រភពដែរពួកគាត់រស់នៅតាមបែបវិទ្យាសាស្ត្រតែម្ដងរំលងបានប្រហែលជាកន្លះខែរាប់ពីថ្ងៃដែលលោកគ្រូនាយកកាប់ដើមឈើចោលហើយបាត់បង់ជីវិតហ្នឹងប៉ាហើយនិងម៉ាក់របស់គាត់មានចំនួនខ្លាំងមែនទែនប៉ាហើយនិងម៉ាក់បន្ទាប់របស់គាត់ឆ្លោះគ្នាគាត់ថាមិនដឹងតែឆ្លោះគ្នារឿងអីឆ្លោះគ្នាខ្លាំងពេករហូតដល់ម្ដាយទី2របស់គាត់ខឹងមែនទែនហើយវិចប្រវិចរត់ទៅស្រុករបស់គាត់វិញអញ្ចឹងនៅក្នុងពេលវេលាជាថ្ងៃទី1នៃការកើតហេតុហ្នឹងគឺមានតែគាត់ហើយនឹងឪពុកគាត់តែប៉ុណ្ណោះដែលនៅក្នុងផ្ទះមួយហ្នឹងពួកគាត់កេងក្រែពីរផ្សេងគ្នាហើយការចម្លែកចេះតែកើតឡើងគាត់សង្កេតឃើញតែចេះប៉ារបស់គាត់ចាប់ផ្ដើមខ្លាយខុសប្រក្រតីណាប៉ុន្តែវាមិនមែនជាអាការៈជំងឺទេជំងឺទីទឹកมันអាចធ្វើឲ្យគាត់បាត់បង់សតិมันអាចធ្វើឲ្យគាត់រវើរវាយបានទេវាគាត់ពិបាកធ្វើតណាគាត់ឈឺគាត់អីហ្នឹងវាអាចទេប៉ុន្តែវាតាក់ទងជាមួយនឹងសតិរបស់គាត់ចាប់ផ្ដើមប្រែប្រួលអារម្មណ៍របស់គាត់ក៏ចាប់ផ្ដើមប្លែកនៅពេលដែលគាត់អង្គុយអញ្ចឹងទៅដើរនៅមុខផ្ទះឬក៏អង្គុយនៅមុខផ្ទះអញ្ចឹងគាត់ចាប់ផ្ដើមបង្ហាញអាការៈមួយដែលនិយាយម្នាក់ឯងដូចកំពុងតែនិយាយជាមួយមនុស្សម្នាក់ទៀតនៅជិតគាត់អញ្ចឹងមានថ្ងៃមួយជាថ្ងៃដើមហេតុឈុតធំគាត់ឃើញប៉ារបស់គាត់មានសភាពមិនស្រួលបែបហ្នឹងនិយាយម្នាក់ឯងបែបហ្នឹងគាត់ក៏សម្រេចចិត្តដើរសម្ដៅទៅកាន់ឪពុករបស់គាត់ទៅកាន់ប៉ារបស់គាត់ក៏បានកេះប៉ាថាប៉ាបែងធ្វើអីហ្នឹងប៉ាគាត់ស្រាប់តែបញ្ឈប់សកម្មភាពនិយាយរបៀបថាបែរមកស្ដាំកំពុងនិយាយគាត់ដើរមកខាងឆ្វេងអឺតមើលមកទេអត់មានមនុស្សណាឲ្យប៉ានិយាយជាមួយណាគេនិយាយដូចនិយាយមួយមនុស្សក៏ដាច់ចិត្តកេះណាហើយឪពុករបស់គាត់ក៏ឈប់និយាយជាមួយមនុស្សខាងស្ដាំមកងាកមកមើលគាត់នៅខាងឆ្វេងនេះគឺទស្សនវិជ្ជាមួយហ្នឹងប៉ារបស់គាត់បែរមកមើលគាត់មិននិយាយអ្វីទាំងអស់ហើយក៏ដើរចូលផ្ទះបាត់ទៅរាប់ពីថ្ងៃស្អែកឡើងគាត់នៅតែបន្តអកប្បកិរិយាអរិយាបថនិយាយម្នាក់ឯងជារៀងរហូតអ្វីដែលម្ចាស់សាច់រឿងបានទទួលបានគឺជាសេចក្តីភ័យខ្លាចប៉ាគាត់មានជំងឺក្នុងនាមជាកូនដែលនៅតែ2នាក់ប៉ាគាត់មានជំងឺតិចទឹកមិនដែលបង្ហាញអាការៈនិយាយម្នាក់ឯងមិនដែលបង្ហាញអាការៈសតិបែបហ្នឹងវាមិនដែលហេតុអ្វីក្រោយពីមានចំនួនហើយស្រាប់តែឪពុករបស់គាត់ប្រែប្រួលទៅជាមនុស្សផ្សេងមួយទៀតអារម្មណ៍របស់គាត់ក៏ដិតដាមតាក់ទិនជាមួយរឿងគ្រូនាយកដែលកាប់ដើមឈើឡាងអីចឹងដែរអញ្ចឹងក្នុងករណីមួយហ្នឹងហើយដែលគាត់ចាប់ផ្ដើមខ្លាចខ្លាំងជាងមុនទៀតថ្ងៃបន្ទាប់ប៉ារបស់គាត់ក៏អង្គុយតាមទម្លាប់របស់គាត់អង្គុយសុកស្រាប់តែបែរមកសម្លឹងជាងផ្ទះរបស់គាត់អូយភឺក្បាលបណ្ដោយសម្លឹងមើលជាងផ្ទះរបស់គាត់ក៏ហើយក៏ស្រែកថាចេះអូអាយ៉យក្មួយឯងមកវិញហើយមកតាំងពីកាលក្មួយមិនបានពូអត់ដឹងអញ្ចឹងមិនបានអ៊ំអត់ដឹងអញ្ចឹងយ៉យគឺជាឈ្មោះរបស់បងចរូនមួយរបស់គាត់ដែលរស់នៅក្នុងទីក្រុងភ្នំពេញសកម្មភាពមួយហ្នឹងធ្វើឲ្យគាត់ភ្ញាក់មែនទែនប៉ារបស់គាត់ស្រែកដូចឃើញបងរបស់គាត់នៅហ្នឹងទាំងបងរបស់គាត់អត់នៅហ្នឹងទេអត់នៅតលតែសោះគាត់ក៏ដើរទៅសួរប៉ាថាចេះប៉ាណាគេប៉ាគាត់ក៏ឆ្លើយថានោះអាយ៉យវាមកវិញហើយតាគាត់ថាមានណាប៉ាអត់មានមនុស្សទេនៅនោះមានណាអញ្ចឹងទេតាគាត់គិតថាប្រហែលជាប៉ារបស់គាត់ស្វឹងហើយទើបនិយាយបែបហ្នឹងប្រហែលជាថ្ងៃស្អែកអីលែងអីហើយតែសេចក្តីភ័យខ្លាចរបស់គាត់គឺកាន់តែខ្លាំងហើយនៅតែមានជាប់ក្នុងខ្លួនរហូតបើសិនជាអត់មានក៏វាចម្លែកខ្លាំងដែរបងប្អូនបើខ្ញុំបើសិនជាខ្ញុំក៏ខ្ញុំភ័យដែរឥឡូវឧទាហរណ៍ដូចខ្ញុំថតជាមួយបងម៉ុងនៅក្នុង season ទី1នៅក្នុង season ទី2ខ្ញុំនៅពេលដែលខ្ញុំថតខ្ញុំមើលមុខគាត់តែគាត់មិនមែនមើលមុខខ្ញុំគាត់មើលក្រោយខ្នងខ្ញុំរបៀបចឹងយើងឃើញកៅភ្នែកចឹងសួរថាបងប្អូនមានអារម្មណ៍មិនទាំងរបៀបថាយើងអឺតមើលក្រោយចង់អត់មានអីផងបងឯងលេងខ្ញុំអារម្មណ៍មួយនឹងឯងដែលគាត់មានចំពោះឪពុកគាត់គាត់មនុស្សខ្លាចខ្មោចផងហើយគាត់ប៉ារបស់គាត់នេះសុកនិយាយតែឯងនេះអាធំចំណុចហ្នឹងឯងដែលបង្កើនសំទុះនៃការខ្លាចរបស់គាត់នឹងកាន់តែកើនឡើងលបឿនកាន់តែឡើងខ្ពស់ទៅលឿនជាងមុនទៀតស្អែកឡើងបានមកដល់គាត់ឃើញប៉ារបស់គាត់អង្គុយនិយាយម្នាក់ឯងម្ដងទៀតហើយ
ដងនេះគាត់ស្វាងចេះអត់ទាន់មានជាតិស្រានៅក្នុងខ្លួនសូម្បីតែមួយដំណក់កណ្ដាលថ្ងៃត្រង់តែម្ដងគាត់ឃើញអញ្ចឹងគាត់សួរប៉ាថាចេះប៉ាឯងនិយាយជាមួយណាគេប៉ាគាត់ថានេះនិយាយជាមួយអាយ៉យគាត់ថាមានមកពីណាប៉ារបស់គាត់បានឆ្លើយថាចេះអត់មិនចានេះវាអង្គុយជាប់ប៉ាហ្នឹងនេះអង្គុយលើកអីមួយនេះកាលៈទេសៈមួយនឹងដែលគាត់សម្លឹងឃើញកៅអីទទេហើយប៉ាគាត់អះអាងថាបងប្រុសគាត់ដែលមានជាមួយយ៉យនឹងគឺអង្គុយនៅថ្វងហ្នឹងអារម្មណ៍មួយនឹងតើជាអារម្មណ៍បែបណាបងប្អូនសាកសម័យមើលតើជាអារម្មណ៍បែបណាអូសាហាវពេកស្អែកឡើងបន្តទៀតគាត់បានទេទៅកាន់ម្ដាយរបស់គាត់ជាម្ដាយបន្ទាប់របស់គាត់ហ្នឹងណាដោយប្រាប់រឿងរ៉ាវទាំងអស់ថាអូយម៉ាប៉ាប្លែកខ្លាំងណាប៉ាចាប់ផ្ដើមវើវាឃើញមកយ៉យគាត់ចាប់ផ្ដើមនិយាយតែខ្លួនឯងហើយគាត់មើលទៅអញ្ចឹងគាត់និយាយដូចមានមនុស្សម្នាក់ទៀតនៅហ្នឹងអញ្ចឹងណាម៉ាក់ឥឡូវគិតម្ដាយរបស់គាត់ក៏បានបង្គាប់គាត់ឲ្យទិញផ្លែឈើហើយឲ្យធុកនៅមុខផ្ទះទៅកូនហើយធ្វើតាមគាត់ដោយមានការបន់ផ្សងថាបើសិនជាប៉ាខ្ញុំខុសឆ្គងអ្វីសូមកុំប្រកែប្រកាន់សូមកុំយកទោសបីអីដោះលែងគាត់ទៅគាត់ក៏បានធ្វើតាមមែនគាត់បានជាវនៅផ្លែឈើមួយចំនួនហើយគាត់ចាប់ផ្ដើមអុជធូបបន់ផ្សងតាមរបៀបដែលម្ដាយទី2របស់គាត់បានរៀបរាប់ហ្នឹងអ្វីហាក់ដូចជាបានធូរស្រាលប្រមាណថ្ងៃលែងមានសកម្មភាពចម្លែកទាំងថ្ងៃទាំងយប់បានតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះប៉ុន្មានថ្ងៃក្រោយទៀតប៉ារបស់គាត់ចាប់ផ្ដើមនិយាយម្នាក់ឯងសារជាថ្មីដងនេះនិយាយដូចអ្នកចិត្តខាងអញ្ចឹងជាការសន្ទនាមួយដូចសន្ទនាជាមួយអ្នកភូមិផងលបងជាមួយដូចអញ្ចឹងដូចគឺអារបៀបអើយបងអើយមិនហើយសោកសប្បាយអត់មិនហើយកូនបងឯងបានអីញ៉ាំអារបៀបអញ្ចឹងទាំងទីដែលគាត់និយាយជាមួយនោះមិនមានមនុស្សតលតែសោះមកដល់ពេលរាត្រីជាពេលយប់ហ្នឹងប៉ារបស់គាត់សុកស្រាប់តែស្រែហើយគាត់ទៅកូនស្អីនោះនៅលើទ្វារអូយពឺក្បាលឡើងកាំងនិយាយអត់ចង់ចេញទេស្រួលអារម្មណ៍សិនគាត់បានស្រែកថាកូននោះស្អីគេនៅលើទ្វារគាត់ស្ទុះមកម្ចាស់ស្អីរឿងបានស្ទុះមកអីគេប៉ាគាត់ក៏ស្ងាត់ទៅវិញចម្លែកណាបងប្អូនអារបៀបខ្ញុំហៅថាអូនអានោះស្អីគេនៅពេលដែលប្អូនខ្ញុំដើរមកដល់ខ្ញុំបែរជានៅស្ងាត់ណាទៅជាមនុស្សមួយទៀតណាវាជាអារម្មណ៍ពីរផ្លាស់ប្ដូរមួយព្រឹបហ្នឹងណាបានបន្តិចគាត់ស្រែកទៀតណាកូនស្អីគេរត់នៅលើដំបូលផ្ទះរបស់យើងស្ថានភាពពេលហ្នឹងម្ដងស្រែកនៅលើអញ្ចឹងម្ដងស្រែកនៅលើដំបូលម្ដងស្រែកនៅគោះទ្វារផ្ទះម្ដងស្រែកនៅលើទ្វារផ្ទះជាស្ថានភាពដែលរញ៉េរញ៉ៃជាស្ថានភាពដែលច្បោកច្បល់ខ្លាំងមែនទែនស្ថានភាពនៅពេលហ្នឹងគាត់ភ័យខ្លាំងណាស់ភ័យឡើងញ័រដៃញ័រជើងភ័យឡើងចង់ទុនជង្គង់បានតែបន្តិចប៉ារបស់គាត់ស្រែកទៀតកូនណាគេបើកទ្វារចូលទេហើយបញ្ជាក់ប៉ារបស់គាត់មិនមានពិសាជាតិស្រវឹងមួយថ្ងៃពេញមិនមានពិសាទាល់តែសោះស្ថានភាពគឺស្វាងចេះលុះមកដល់ម៉ោងគេងកំពុងតែគេងលងលក់ប៉ារបស់គាត់បានស្រែកម្ដងទៀតមួយយប់ពេញហ្នឹងគឺញ៉ៃញ៉ៃមែនទែនស្រែកម្ដងអ្នកនេះចូលម្ដងអ្នកនោះចូលមិនដឹងថាស្អីឲ្យពិតប្រាកដផុតយប់ទី1នៃការកើតហេតុធំហ្នឹងចូលដល់យប់ទី2យប់នោះប៉ារបស់គាត់កាន់ឈើច្រត់ដើរទៅបន្ទោបង់នៅក្រៅផ្ទះបាញ់ដាក់ដើមឈើបាញ់ដាក់ផ្កាអញ្ចឹងទៅហើយគាត់មានភារកិច្ចដើម្បីគ្រាឪពុករបស់គាត់ចេញទៅខាងក្រៅដើម្បីឲ្យឪពុករបស់គាត់បន្ទោបង់គ្រាប៉ាគាត់បដើទាំងស្ថានភាពងងឹតស្លុបមិនមានភ្លើងអគ្គិសនីគ្រប់គ្រាន់កំពុងតែឈរបន្ទោបង់ប៉ារបស់គាត់សម្លឹងមើលទៅលើដើមឈើមួយគឺដើមព្រីងនឹងឯងនៅមុខផ្ទះគាត់សម្លឹងមើលដើមឈើហើយស្រែកថាអាណាគេនឹងនៅលើដើមព្រីងស្មាននឹងឲ្យពួកឯងឡើងដើមព្រីងទៅអីធ្វើអីគេពួកឯងគាត់ថាពេលហ្នឹងបងអើយគាត់ថាបងអើយបងព្រលឹងរបស់ខ្ញុំរត់ចេញស៊ីស្អីហ្នឹងអស់ហើយរត់ចេញមកគឺភ័យខ្លាំងមែនទែនពួកគាត់លឺប៉ាគាត់ចែងអញ្ចឹងគាត់ស្រឡឹងមើលទៅលើដើមព្រីងហ្នឹងអត់មានអីផងហ្នឹងមានតែដើមព្រីងទៅទេបែរជាប៉ារបស់គាត់ច្អល់ហើយស្អីថាពួកឯងធ្វើអីនៅលើដើមព្រីងហ្នឹងស្មាននឹងពួកឯងឡើងធ្វើអីឡើងឡាប៉ាគាត់បន្តនិយាយដដែលអារម្មណ៍របស់គាត់ពេលហ្នឹងសឹងតែរត់ចោលប៉ាគាត់ហើយចូលផ្ទះចាក់សោហ្មងគឺអារម្មណ៍ពេលហ្នឹងគឺអញ្ចឹងគាត់បានស្រែកថាចេះប៉ាឯងស្រែកអីគេស្មានហ្នឹងឯងមានណាគេឡើងដើមព្រីងទៀតប៉ារបស់គាត់ថាចុះឯងមិនមើលនោះពូវាឡើងលើដើមព្រីងសិតតាមមនុស្សនោះគាត់មើលបែបណាព្យាយាមស្រឡឹងបែបណាគឺមិនឃើញអ្វីទាំងអស់បន្ទោបងរួចហើយគាត់ក៏គ្រាប៉ារបស់គាត់ចូលមកក្នុងផ្ទះវិញតែនៅពេលដែលដើរមកចូលក្នុងផ្ទះនេះប៉ារបស់គាត់អារម្មណ៍គឺនៅដើមព្រីងអារបៀបដើរកូនគ្រាហើយប៉ុន្តែករបស់គាត់ងាកទៅមើលដើមព្រីងហ្នឹងអាលឿបអស់ចិត្តពួកអាហ្នឹងណាគេមិនកន្លងដើមព្រីងហ្នឹងទាំងយប់ស្ថានភាពហ្នឹងគឺបែបហ្នឹងផុតមួយយប់ទៀតដល់ស្អែកឡើងគាត់បានតាក់ទងទៅកាន់លោកយាយរបស់គាត់ហើយលោកយាយរបស់គាត់ក៏រកអ្នកខ្លាំងឲ្យមកជួយក្រោយពីការរៀបចំពិធីនានាប៉ារបស់គាត់ក៏ចាប់ផ្ដើមធូរស្បើយចាប់ផ្ដើមលែងរវើរវាយចាប់ផ្ដើមអាសតិទាំងអស់ហ្នឹងចាប់ផ្ដើមមូលឡើងវិញចាប់ផ្ដើមនិយាយដូចមនុស្សម្នាធម្មតា
ឡើងឃើញអីច្រើនដូចមុនហើយឡើងឃើញឈុតធំដូចមុនហើយម្ដងម្កាលគាត់នៅតែនិយាយម្នាក់ឯងគ្រាន់តែមិនមែនជាឈុតធំដូចមុនទេអានិយាយមួយម៉ាត់ដែលគាត់យូរទៅក៏មានអារម្មណ៍ថាខ្លាចរហូតដល់ស៊ាំដែរមកដល់បច្ចុប្បន្ននេះបានតែមួយរយៈក្រោយទៀតប៉ារបស់គាត់ក៏ទទួលអនិច្ចកម្មដោយជំងឺទាកទឹករបស់គាត់នឹងឯងហើយនេះគឺជាសាច់រឿងទាំងមូលរបស់ប្អូនប្រុសដែលបានចែករំលែកមកហើយអរគុណមែនទែនសម្រាប់សាច់រឿងមួយនេះអរគុណនៅសេចក្តីក្លាហានរបស់ម្ចាស់សាច់រឿងដែលតាំងចិត្តយកសាច់រឿងទាំងអស់នេះមកចែករំលែកមកកាន់កម្មវិធីជាអ្វីខ្ញុំសង្ឃឹមថាការបកស្រាយរបស់សាច់រឿងប្រិយមិត្តមួយនេះមិនធ្វើឲ្យបងប្អូនខកបំណងទេតែសម្រាប់ខ្ញុំផ្ទាល់ក្នុងស្ថានភាពទាំងមូលវាពិតជាចលាចលវាពិតជាអនាធិបតេយ្យវាពិតជាអញ្ញាញ៉ៃខ្លាំងមែនទែនក្នុងវ័យក្មេងនៅជាមួយឪពុកតែ2នាក់ស្ថានភាពមិនមានភ្លើងអគ្គិសនីគ្រប់គ្រាន់ងងឹតស្លុបតែឪពុកគាត់បែរជាឃើញរបស់ផ្ដេសផ្ដាស់ឃើញរបស់ទៅពីវាពិតជាសាហាវបងប្អូនវាពិតជាសាហាវខ្លាំងមែនទែនតើសួរថាតើវាអាចតាក់ទិនជាមួយនឹងដើមជ្រៃដែលលោកគ្រូគាត់បានកាប់ដែរទេខ្ញុំមិនដឹងថាតាក់ទិនអត់ទេតែវាអាចតាក់ទិនក៏វាមិនអាចតាក់ទិនដែរបានន័យថាដោយសារតែលោកគ្រូនាយកគាត់បានកាប់បំផ្លាញផ្ទះរបស់គេដែលធ្វើឲ្យគេលែងមានទីជម្រកហើយគេហ្នឹងក៏រញ៉េរញ៉ៃពេញវាពេញកាលនៅទីធ្លាម្ដុំសាលាហ្នឹងវាអាចទៅរួចឬក៏ជាស្ថានភាពគប់ជួនស្របពេលដែលឪពុករបស់គាត់បានធ្លាក់ខ្លួនឈឺដែលធ្វើឲ្យរាសីទាំងអស់ធ្លាក់ដល់កម្រិតមួយដែលអាចមើលឃើញពួកហ្នឹងជាក់ស្ដែងទីតាំងនោះគឺជាមន្ទីរពេទ្យចំនួនដើមពាក្យថាមន្ទីរពេទ្យចំនួនដើមប្រកាសជាមានអ្នកស្លាប់តិចឬក៏ច្រើនហើយក៏មិនច្បាស់ថាបងប្អូនរបស់អ្នកស្លាប់នឹងអាចយកព្រលឹងចេញបានឬក៏បានបោះបង់ចោលនៅកន្លែងហ្នឹងក៏ពួកយើងអត់ដឹងដែរដែលធ្វើព្រលឹងទាំងអស់ហ្នឹងវាវិលវល់នៅត្រង់ចំណុចហ្នឹងក៏អាចដែរនៅកន្លែងមន្ទីរពេទ្យគឺជាកន្លែងដែលសម្បូរដោយធម្មពលអវិជ្ជមានបើយើងនិយាយអំពីហុងស៊ុយវិញព្រោះមន្ទីរពេទ្យសិតតែអ្នកឈឺហ្នឹងអ្នកឈឺណាមានរាសីល្អដោយសារតែមានការស្លាប់ដោយសារតែបណ្ដុំរាសីនឹងកាន់តែច្រើនឬក៏អាចផ្លាស់ប្ដូរទីតាំងមួយនឹងឲ្យคล้ายទៅជាទីតាំងមួយដែលមានធម្មពលអវិជ្ជមានខ្ពស់ដែលតាក់ទាញអមនុស្សដែលមានឫទ្ធិខ្លាំងមកទីតាំងកន្លែងនឹងដើម្បីកែនកនទ័ពរបស់គេកែនកនកូនចៅរបស់គេក៏ថាបានអញ្ចឹងក្នុងករណីច្រើនមែនទែនដែលអាចទៅរួចដដែលខ្ញុំមិនអ្នកចេះទេវាគ្រាន់តែជាអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានស្ដាប់ឮពីគ្រូពីអ្នកបកែមួយចំនួនដែលនិយាយបែបហ្នឹងពីជ្រុងវិទ្យាសាស្ត្រខាងផ្នែកអបិយជំនឿហុងស៊ុយឬក៏ពីជ្រុងគ្រូខ្មែរគ្រូបារាណគ្រូជនជាតិអីចឹងទៅអញ្ចឹងចំណុចទាំងអស់នេះហើយដែលខ្ញុំចូលចិត្តស្ដាប់ហើយខ្ញុំយកមកផ្គុំយកគ្នាតើរឿងអ្វីខ្លះដែលអាចទៅរួចសង្ឃឹមថាសាច់រឿងមួយនេះធ្វើឲ្យបងប្អូនញាក់សាច់តែម្ដងតែឥឡូវនេះយើងចូលដល់សាច់រឿងចុងបញ្ចប់សម្រាប់សាច់រឿងទី3នេះផងដែរខ្ញុំគិតថាចាំដល់ season ទី3ចាំខ្ញុំយកមកនិយាយតែគិតសពទៅនិយាយឲ្យហើយតែម្ដងទៅព្រោះសាច់រឿងមួយនេះទាំងមូលគឺខ្ញុំហ៊ានឲ្យមេដៃហ្មងថាវាសាហាវតែខ្ញុំមិនដឹងថាពេលដែលខ្ញុំនិយាយទៅវាសាហាវប៉ុណ្ណាអត់ទេណាតែវាសាហាវខ្ញុំថាសាហាវតោះយើងចូលដល់សាច់រឿងទី3រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2008ជារឿងរ៉ាវដែលមានសភាពរន្ធត់ដកជាប់រហូតដល់ពេលបច្ចុប្បន្ននៅក្នុងខួរក្បាលរបស់ម្ចាស់សាច់រឿងតើរឿងរ៉ាវទាំងអស់មានសភាពបែបណាម្ចាស់សាច់រឿងមានបងប្អូនទាំងអស់ចំនួន7នាក់ប្រុស4ស្រី3ហើយគាត់គឺជាកូនស្រីពៅអញ្ចឹងមានន័យថាបងប្អូន7នាក់មិនមែន4មុខប្រុសហើយ3ក្រោយស្រីទេមិនមែនអញ្ចឹងទេវាមានចន្លោះរបៀបថាបងទី1ប្រុសបងទី2ស្រីបងទី3ស្រីបងទី4ប្រុសអីចឹងទៅរបៀបចឹងតាមលំដាប់ដោយហើយបងប្រុសទី6របស់គាត់មានជំងឺពីធម្មជាតិមកគឺគាត់មានអាការៈតដឹកអញ្ចឹងបើសិនជាបងប្អូនអត់ដែលស្គាល់ថាតើតដឹកនឹងរបៀបម៉េចទេគឺมันអាចនិយាយភាសាដូចយើងអញ្ចឹងបានទេអញ្ចឹងឧបមាថាបើខ្ញុំប្រើពាក្យថា